cái chương activity vào chương ngày ní chương config path này cứ port address translation và hãy đấy bà dương trao cả path đời san nat bỏ dương nông miền ở công vác khác này và miền công vác khác vì ở ai chờ tầm đầu cả group chung chui bà này nó bây giờក្រុមហ៊ុនយើងមានចំនួន IP private នឹងច្រើនហើយយើងអត់ចង់ចំណាយច្រើនទិញ IP public អញ្ចឹងយើងប្រើ path ដោយសារ path អាចបកប្រែពី IP private ជាច្រើនទៅកាន់ IP public តែមួយទេគេអញ្ចឹងយើងមើលរូបរបស់យើងគឺយើងយក router ពីរគ្រឿងបាទ IP private បាទយើងប្រសិនបើយើងប្រើក្នុង local ទេបាទយើងដាក់មិនដាក់ទៅណាអត់បញ្ហាប៉ុន្តែបើយើង connect ទៅកាន់ internet ISP ក៏ provide ឲ្យយើងដែរដោយសារ IP private ហ្នឹងត្រូវបកប្រែទៅ public នេះបើយើងចេះតែដាក់សួរតែកើតទេអត់កើតទេណាមិនដឹងវាបកប្រែទៅ public មួយណាអញ្ចឹងនៅពេលដែលយើង register IP public មួយគេខាង ISP ក៏ឲ្យ IP private យើងដែរតែឯងត្រូវដាក់រេងពីនេះហើយបកប្រែមកខ្ញុំ public មួយនេះបើឯងដាក់រេងខុសពីហ្នឹងមិនបានបកប្រែមកខ្ញុំទៅមួយហ្នឹងវាអាចជាន់របស់គេណាអូខេជាន់អូខេប៉ុន្តែបើយើងអត់តាក់ទងទៅអ៊ីនធឺណិតទេយើងដាក់ស្អីដាក់ទៅស្រេចតែស្រេចយើងណាអូខេបាទអូខេរត់តែល្អណាស់ប៉ុន្តែវាមិនអាចបាទបើសិនតែប្រើទាំងអស់វាមាន IP ណាសម្រាប់ឲ្យអ្នកដទៃទៀតអូខេបាទក្នុងករណីដែលយើងមានម៉ាស៊ីនមួយអី connect ទៅកាន់អ៊ីនធឺណិតនឹងយើងអាចប្រើ IP public ដែរអូខេអូខេអញ្ចឹងយើងយក switch 2ណាអូខេហើយយក computer ពី3គ្រឿងមកទីហៅថាខ្ញុំយក3គ្រឿងហើយខ្ញុំយក server 3ដែរណាបាទយើងអាចឲ្យដើរតួជា mail ជាអីក៏បានដែរណាបាទបើយើងភ្លេចបាត់នៅកុំភ្លេច mail server អូខេបាទជាង router នេះយើងដាក់ថា router ដែលយើងឲ្យដើរតួជា path បាទ port address translation ហើយ router នេះខាង ISP ដែរ ISP ជា router នេះគឺ router ព្រំដែនខណ្ឌចែករវាង private public ណាអូខេបាទអញ្ចឹងយើងបិទ power ដើម្បី add កាត serial ចូលអូខេបន្តមកយើងចាប់ផ្ដើមឲ្យ connect ខ្សែយើងជ្រើសរើស connection បាទខ្សែ serial ដែល ISP នេះខ្ញុំត port serial 0/0/1ហើយខាងនេះខ្ញុំត port serial 0/0/0ហើយយើងតពីឯ router យើងមកកាន់ switch នេះ port file ethernet 0/0បាទបើសិនតែយើងមាន network ខាងនេះមួយទៀតក៏បកប្រែមកឯ IP public មួយនេះដែរណាបាទយើងអាចត network នេះមួយទៀតបានណាបាទដោយសារវានៅឯមក port ទៀតប៉ុន្តែដល់ពេលដែល connect កាន់ internet នៅតែបកប្រែមក IP ឯ public តែមួយណាអូខេ public តែមួយអញ្ចឹងយើងត្រូវបង្កើតនៅលើនេះឯបង្កើត access link 2ណា access link 2គឺមួយ network ផ្សេងជាមួយទៀត network ផ្សេងណាអូខេបាទហើយដល់ពេលយើង link 2ដែរ IP NAT inside source ឧទាហរណ៍ថាមួយ link 1 interface serial 0/0 overload ហើយមួយទៀត link 2 interface serial 0/0 ក៏ឲ្យ overload ដែរណាអូខេបាទអញ្ចឹងចាំពេលយើងធ្វើយើងដាក់កើតឡើងពី network ណាបាទចាំពេលដល់គ្នាយើងឡើងធ្វើអូខេបាទយក function auto មកលឿនណាបាទយើងអត់បាក់ជ្រើសរើសអូខេបណ្ដាធិតពិតអត់មាន function ហ្នឹងទេអូខេ software យើងមានលឿនស្រាប់តែយើងអត់យក auto វាឡៃចុចជ្រើសរើស port អូខេនេះវាជ្រើសរើសយក port ដែលតូចមុនឲ្យយើងអូខេយើងតភ្ជាប់អស់ណាបាទឥឡូវយើងចាប់ផ្ដើមដាក់ IP អូខេខ្ញុំសេ
port list IP 192.168.1.1/14 ហើយ port នេះគឺ 193.10.1/30 ណាអូខេសង្ស័យយើងអូខេត្រូវណាពីថា2ត្រូវហើយខ្ញុំដាក់ពី0ខាងនេះ193.10.10.2/30ណាខាងនេះ193.11.11.1/24ហើយ ស្រាប់24ដោយសារខាងនេះមកអាចមានចំនួនកុំព្យូទ័រច្រើនណាអូខេគេយើងអាចដាក់ពណ៌វាតិចមកចឹងខាងនេះគឺខាងអ៊ីនធឺណិតណាខាងអ៊ីនធឺណិតហើយខាងយើងនេះខាង local គឺ IP private អូខេបាទយើងដាក់ IP ឲ្យកុំព្យូទ័រនេះ192.168.1.2 បាទ default gateway 192.168.1.1 DNS 11.4 ណាបាទ 193.11.11.4 DNS 193.11.11.4 អូខេបាទចឹងនេះIP server នេះគឺ193.11.11.2 ណា domain name គាត់ថា rupp.edu.kh អត់អាចដកឃ្លានេះបានណានេះសេខាងក្រោមនេះអូខេបាទ 193.11.11.3IP 193.11អូខេហើយណាបាទខាងនេះបាទ 193.11.11.4 ណាហើយវាដើរតួជា DNSបាទ DNS គឺឯ domain name system ណាបាទ domain name system អូខេឥឡូវយើងចាប់ផ្ដើមដាក់ IP ឲ្យខាង server ណាបាទ
193.11.11.2 và 193.11.11.1 nè điền ấy 193.11.11.4 នេះជា web បាទចឹងគ្រាន់តែនេះតាដូរវាមកបាទ OUPP យកមកណាអូខេបាទអូខេយើងចូលដល់ Facebook 193.11.11.3 ណា default gateway 193.11.11.1 DNS 193.11.11.4 ចូលមក service អូខេបាទដល់ DNS ណា DNS បាទ 193.11.11.4 ណា 193.11.11.1 DNS នេះដាក់អត់បាច់ដាក់ក្បាលnữaណាអូខេដោយសារវាជា DNS ហើយបាទបើយើងដាក់ក៏ដាក់ទៅវាអាច access ទៅកាន់ web អីផ្សេងដែរណាអូខេតន់ហើយណា DNS ជាអ្នក record ហើយបាទ map ពី domain name ទៅកាន់ IP address អញ្ចឹង switch ត្រូវ on domain name យើងទី1 RUPP.w ណា .edu.kh ត្រូវនឹង IP 193.11.11.3 ណា.3.2 2ណា2នេះណាគេ2.3 របស់ Facebook ណាគេអញ្ចឹងយើងអាចមួយទៀតមកនេះ.3នេះយើងដូរអូខេហើយអាចអូខេបាទប៉ុណ្ណឹងចប់ DNS ឥឡូវយើងដល់ពេល config លើ route ដល់តែខ្ញុំធ្វើលើ router path មុនណាអូខេបាទអញ្ចឹងយើងចូលទៅ command line interface គេយើងវាយ no enable បាទយើងចូល privilege mode ដែរបាទ privilege mode យើងអាច show យើងអាចបាទលុប file configuration ណាបាទយើងអាច telnet យើងអាច ping ឲ្យជាដើមអូខេអញ្ចឹង command បន្ទាប់ទៅ global mode គឺ configure.clear terminal global mode រាល់ការសាងសង់តួនាទីផ្សេងៗឲ្យ router ណាយើងសង់ interface យើងសង់ឈ្មោះបាទយើងសង់បាទ line console line VTY អីអញ្ចឹងសង់អីក៏ដោយគឺចាប់ដើមពី global mode ឥឡូវខ្ញុំសង់ឈ្មោះមួយណា host name ដាក់ថា or patch sorry man អូខេបាទឥឡូវយើងត្រូវសង់អីទៀតណាសង់ពី interface partner zone/zone យើងដាក់ IP address ស្មាតកម្មឲ្យ 192.168.1.1 IP private ណាបាទ255 3ដង subnet mask ចុចអីចុច0បន្ទាប់មកយើងបើក port no shutdown ហើយយើងត្រូវកំណត់ interface ហ្នឹងមុខងារគាត់គឺ IP NAT inside មានន័យថាឲ្យតែ IP private ឆ្លងកាត់ command គឺ IP NAT inside អូខេសល់ serial មួយទៀតណា interface serial zone/zone/zone IP address បាទខាងនោះគឺខាង outside អញ្ចឹង IP public 193.10.10.1 ណា /30 255.255.252 មិនចុច0ទៀតទេណាបាទតោះមកយើងបើក port no shutdown កំណត់តួនាទីគាត់គឺ IP NAT outside អូខេដោយសារគាត់ខាង public អូខេយើង exit ដើម្បីចេញពី specific mode បាទយើងធ្វើអីទៀតយើងបង្កើត access list មួយណា
ដើម្បីបន្ទុកឲ្យបាទយើងបង្កើត access list មួយដើម្បីបន្ទុកនៅ IP private អញ្ចឹង command គឺអី access list តមកដាក់លេខសម្គាល់របស់ access list ហ្នឹងណាទីហោខ្ញុំដាក់ថាលេខ2បាទអញ្ចឹង permit network ខាង private ណា192.168.1.0 ដក clear ដាក់ void get mark 0.0.0.255អូខេបាទបន្តមកទៀតយើងធ្វើអីយើងចាប់ផ្ដើម link ឬក៏ថា map ណា IP private នៅក្នុង list 2 ហ្នឹងទៅកាន់ IP public របស់ port serial 0.0.0 នេះបើយើងថែពាក្យថា overload អូខេអញ្ចឹង command គឺអី IP NAT បាទ inside source បាទអត់មាន static ទៀតទេណាគឺអី list អីlist 2តបមកទៅ interface serial 0/0/0 ថែមអី overload អូខេបាទ overload អូខេ overload ណាអញ្ចឹងនៅខ្វះអីទៀតណានៅខ្វះ default root មួយឲ្យ router path របស់យើងអាចស្គាល់ remote network ខាង internet ខាង router internet ណាអញ្ចឹង command គឺ IP root បាទ remote network ចាត់ទុកថាអត់ស្គាល់ network address បាទអញ្ចឹង04ដង subnet mask អត់ស្គាល់ដែរ04ដងដែរចេញតាមអីមើលរូបណាបាទរូបដាក់តែង port ណាយើងដាក់ port ហ្នឹងគឺអី serial 0/0/0 អូខេបាទប៉ុណ្ណឹងជាការស្រេចណាឥឡូវយើងនៅសល់តែបាទ router ខាង ISP router នេះណាអូខេបាទដាក់ឈ្មោះវាមួយថា router ISP អូខេគាត់មាន2 interface ណា interface serial 0/0/1 ដាក់ IP address 193.10.10.2 subnet mask 255.255.255. sorry អូខេ252ត្រូវខ្ញុំច្រឡំជា0គឺស្លាប់24ណាបើក port no shutdown សួរថាមាន IP NAT outside inside អត់ទេណាគាត់ public ស្រាប់ហើយណាបាទមាន NAT លុះត្រាតែមាន private ផងមាន public ផងខាងនេះ public ទាំងអស់ហើយអត់មានត្រូវ NAT អីទៀតទេអញ្ចឹងសល់មួយ interface ទៀតគឺអី 0/0 file ethernet ណា IP address គាត់ក៏ public ដែរ193.11.11.1 subnet mask ស្លាប់24 255.255.0 អូខេ no shutdown បាទអូខេរាយណាអត់មាន default root អីទេណាអូខេហើយយើងចាប់ផ្ដើមតេស្តណាតេស្តចាំនេះអាប់សិនបាទនៅលើ switch នឹងក្រ up បើសិននេះអត់ up អត់អាចមកដល់ server បានណាចាំវាតិចអូខេឥឡូវក្នុង PC នេះមិនដូចខ្ញុំដាក់ IP ហើយអត់ឆេកមើលសិនអូខេអញ្ចឹងយើងអាចចូល web browser យើងចាំវាតិចណាចូលទៅកាន់ DNS server មុនណាបាទ DNS បកប្រើគេតិចទៀតចាំខ្ញុំធ្វើ process យើងមើលអូខេយើងមើលដោយសារមិញយើងកែមកវាអញ្ចឹងណាពីមុនវាចេញ welcome to Cisco packet tracer ណាអូខេអញ្ចឹងខ្ញុំសូមឲ្យយើងមើលកន្លែងrouter path នេះណាតិចសិនអូខេអូមុនផ្លិចសូមឲ្យយើងមើលអូខេយើងឃើញថា protocol នេះគឺអី UDP នេះគឺដឹកនាំយើងទៅកាន់ DNS server ដោយសារយើង Wi-Fi domain name ណាបាទអញ្ចឹងយើងមើល IP អី public តែមួយនេះណាគឺ10
cho vậy cho mùi IP private dương ní và thì mơ lấy port khi mà port phải pram nè này ní mà thì mỗi cứ mời điện ai sẽ port vào điện ai cứ ai bay nè bay anh ấy port vào web service nè bài sở okเราจะมือ process ยำเอาจะมือ process รถเนี่ยจะเติมดีให้ตะบูงหลายนะmàยำบัตรใน extension ยำไป.dal or upp dot edu dot a ke ยำไปมือ process วิรถนะโอเคยำมืออะไรนี้บ่า model change transport layer นะเชื่อ protocol ที่ UDP port source เมื่อปีมุ้นยังปลามาปอนไปปรามเราปอนไปประมวยเนี่ยไปพอ destination คือหาไปเช่นเวีย point จะรอยดีไอโดยซาดีไอเช่นเนี่ยมาตกใน domain name เราหนึ่ง IP โอเคจังอันนี้ไปจูนมานี่คือไปจูนมาดีไอนี่แม้ไปจูนมาเว็บไซต์นี้นะโอเคมาจังมาดอลนี่ไปบอกปลายมาดอลนานนี่บอกปลายยังเมื่อ IP source บ่เยอะคือ IP private จุดมวยจุดปีเนี่ยจังเมื่อ IP source บ่เยอะไปนี้หนึ่งไฟล์จะที่ IP public บอกพอได้ serial โซนละโซนจุดดอปจุดใหญ่จุดมวยนี่เนี่ยรายการใบจุดดอปจุดมวยคนใต้ IP destination มินโดยเดี๋ยวนะแต่ถ้า IP ไอ้ private ยังนี่บ้านแต่เติม interface ไฟล์ Ethernet โซนละโซนแต่ยังเอาดาวตัวที่ IP นั้น inside mà đào router này và chun từ switch chun tới nào chun mà DNS nè và DNS cái số mà tại sao như được tìm mua những atom score này mà address và chân DNS viên cái mà sân dương những số DNS tha domain name upp.edu.kaทั้ง miền IP address mà số DNS còn slide chúng tôi DNS answer nó không outbound PDU detail này nè mà dương tin mà có mó DNS answer tha name upp.edu.kx miền IP address rồi cả bấy cho đọc mua trực pin chẳng phải đó nè biết đây mà chứng con slide từ với những job này IP address này các bạn dẫn sẽ tất cả này server web server với này và tại sao những anh đã đăng tiếp bán mẹ ta domain đến chúng ta phải IP address cho các domain name nó mà phải IP address mình nghi chạm này mua nó tết trên con tôi tạo mình nghi chạm tay domain đấy nghi chạm chìm nghi chạm mà tại dương lên Facebook rồi ngay nhưng đang Facebook IP mà con tay mà domain name Việt Nam mình là facebook.com này hỏi xưa là lên Facebook rất là đăng này và áp đăng còn ở trên Facebook mình ok chân anh ấy slide được mấy shop bằng IP này IP យើងមើលពេលគាត់ឆ្លើយមកវិញនេះបាទគាត់ឆ្លើយទៅកាន់ម៉ាស៊ីនបាទទៅកាន់ចុច10ចុច1ណាគឺខាងអីបាទខាង IP public របស់នេះព្រោះនេះណាប៉ុន្តែខាងនេះវានឹងបកប្រែមកអី price private បាទអញ្ចឹងឡើយនេះវាបកប្រែណាបកប្រែមកឲ្យអីបាទចុច1ចុច2ណាអូខេបាទអញ្ចឹងម៉ាស៊ីននេះចាប់បានហើយដឹង IP របស់ RUPP ថា 193.11.11.2 អញ្ចឹងគាត់ access មកកាន់RUPP តែម្ដងលែងទៅកាន់ DNS ទៀតណាបាទ DNS ក៏នៅគេសួរដើម្បីឲ្យដឹងពី IP ឯងបាទមក RUPP ណាអូខេបាទចឹងចេញពី RUPP ទៅវិញបាទចឹង RUPP reply យើងមើលលទ្ធផលវានឹងលេចចេញនៅ web page មក web service មកយើងណាអូខេចឹងបើខាងនេះ access ទៅទៀតបាទឧទាហរណ៍ថានេះ access ទៅកាន់ facebook.comអូខេយើង click button នេះអូខេ but simulation mode អូខេហើយយើងសូវាលើនេះណាខ្ញុំសូយើងលើនេះ
Khi chẳng dân mơ port chứ nè miền mà pon phải buôn pon phải pram pon phải bầm môi bên tay IP public bây giờ nó cứ ấy tại muối nè IP public nhất tại mùi cứ là cả bấy chơi đọp chơi mùi IP private nhất miền là chơi bay phong miền là chơi pi phong nè ok hai UDPនេះជា protocol របស់ transport layer ដឹកនាំយើងទៅកាន់ DNS ណាវាអត់មាន acknowledgement មកវិញទេបាទ DNS ទទួលបានមិនទទួលបានអត់ដឹងទេណាអត់ acknowledgement ហើយ TCP នេះដឹកនាំទៅកាន់ website protocol របស់ transport layer ណាអញ្ចឹងវាមាន acknowledgement មាន acknowledgement វិញអញ្ចឹង port 80របស់ web ហើយ port 53របស់ DNS អូខេបើសិននេះก็อาจจะ set ទៅបានណាអូខេ sorry អូខេអញ្ចឹងពេលនេះវាចាប់ផ្ដើមមាន port មួយទៀតណាបាទឃើញមានអី1027អីទៀតណាប៉ុន្តែ IP public ហ្នឹងនៅតែ193.10.10.1ដែរគ្រាន់តែ port វាខុសនេះបាទខុសគ្នា port source វាណា port destination អាស្រ័យលើសេវាកម្មអីយើងស្នើសុំបាទបើស្នើសុំ DNS 3បើស្នើសុំបាទ web 80ចុះបើស្នើសុំ FTP 23ណាអូខេឥឡូវខ្ញុំចូលទៅខាង FTP បាទ FTP បាទ server យើងមាន multi function ណាទីហើយខ្ញុំចូលទៅកាន់ FTP របស់ Facebook គឺឯ193.11.11.3ណាអូខេហើយក្នុងហ្នឹង Cisco គេបង្កើតក្នុងហ្នឹងមួយហើយ password ក៏ឲ្យ Cisco ដែរអូខេឥឡូវយើងចូលមើលតើ port វាម៉ាន port destination ម៉ានមានតែឆ្លងកាត់ router ហ្នឹងមិនដល់ server ណាport 21 so ពីមុនដូចខ្ញុំថា port 23 21ណាអូខេ port 21ហើយ protocol ដែលដឹកនាំវានៅ transport នេះក៏ឲ្យ TCP ដែរ TCP ដែរអូខេអញ្ចឹង part របស់យើង complete ប៉ុណ្ណឹងណាអូខេ complete អូខេហើយ